ពីមុនការងារចាក់បេតុង 5-600 ម៉ែត្រការ៉េហ្នឹងគឺប្រើអ្នកគៀយ៉ាងហោចក៏4អ្នកដែរហើយត្រូវដូរដៃគ្នាទៀតទៅអាចធ្វើបានណាបងប្អូនតែបច្ចុប្បន្នយើងបដូរមកប្រើម៉ាស៊ីនគៀនេះគឺមានភាពងាយស្រួលមែនតើយើងដាក់តែកម្មករម្នាក់ក៏បានដែរមិនដល់ជាងទេឲ្យកាន់ម៉ាស៊ីនហ្នឹងណាហើយនឹងកម្មករស្រីម្នាក់ទៅកាន់តែភ្លើងអុសតាមចឹងទៅអញ្ចឹងពេលយើងចាក់បេតុងយើងរោរញ័រឲ្យធម្មតាបន្ទាប់មកយើងគ្រាន់តែគៀវាមកល្មមមកសំភ្នែកបន្ទាប់មកយើងយកម៉ាស៊ីនហ្នឹងដើរគៀបញ្ចប់ចុងក្រោយអញ្ចឹងពេលដែលម៉ាស៊ីនហ្នឹងដើរគៀថយក្រោយបញ្ចប់ហ្នឹងគឺការងារបេតុងហ្នឹងគឺវាស្អាតមកដូចបងប្អូនមើលក្នុងវីដេអូនេះអញ្ចឹងគឺងាយស្រួលមែនទែនហើយវាមានរំញ័រសម្រាប់ពេលដែលយើងគៀថយក្រោយហ្នឹងគឺវារំញ័រឲ្យផ្ទៃបេតុងយើងហ្នឹងគឺអាស្រទាប់លើហ្នឹងវាហាប់ណែនបានល្អបន្ថែមទៀតណាអញ្ចឹងការប្រើប្រាស់ម៉ាស៊ីននេះគឺចំណេញពេលវេលាច្រើនមែនតើហើយការងារគឺស្អាតគុណភាពល្អតែពេលដែលយើងគៀម៉ាស៊ីននេះចប់គឺការងារនឹងចប់ហើយចាំតែពេលវាស្ងួតមកស្រពាប់ដែលយើងអាចដើរសីបានគឺយើងសីផ្ចិតមុខផ្ចិតស្នាមប្រេះទៅគឺរួចរាល់ហើយបងប្អូនអ្នកមើលការចាប់អារម្មណ៍អាចតាក់ទងសួរនាំទៅខ្ញុំជួយទិញឲ្យ